tự đã biết cho hiện ở AFLតែមិនខ្ញុំមានខ្ញុំជូនបងអូនខ្ញុំទៅដាក់ពាក្យនៅ AFL នឹងអញ្ចឹងណាគេធ្លាប់រៀននៅ AFL ខ្លះអាច comment នៅក្នុងនឹងដែរឬក៏ចែករំលែកបទពិសោធន៍កលឹះខ្លះដែលអាចប្រឡងចូល AFL បានឬសូថាសាលានឹងតឹងខ្លាំងណាស់ហើយគេចាប់ផ្ដើមទទួលពាក្យរហូតដល់ថ្ងៃទី25ដុល្លារហើយប្រឡងថ្ងៃទី29វិច្ឆិកាអញ្ចឹងណាគេចង់ទៅរៀននៅ AFL អាចដាក់ពាក្យនៅក្នុងបានជាពិសេសបងប្អូនដែលទៅប្រឡងបាក់ឌុបឆ្នាំ2025នឹងទៅចាប់ថ្មីហ្នឹងហើយនាំគ្នាទៅដាក់ពាក្យប្រឡងមើលសមត្ថភាពយើងក៏បានដែរនេះហើយនេះបរិយាកាសក្នុងសាលាគេហ្នឹងហើយពេលខ្ញុំទៅដាក់ពាក្យប្រឡងហ្នឹងបងប្អូនខ្ញុំទេតែខ្ញុំជិះកាត់នេះហាងនេះឈ្មោះ Baspin គេមានរូបកៅកាហ្វេនៅហាងក្រៅធំប៉ុណ្ណានេះខ្ជូតដល់ហើយចូលមកខាងក្នុងគេក៏ស្អាតដែរហើយប៉ុន្តែពីមុនកន្លែងហ្នឹងដូចជាហាងកាហ្វេផ្សេងតែឥឡូវគាត់ដូរហើយឥឡូវទៅជារបស់ខ្មែរយើងហើយស្អីក៏ខ្មែរទាំងអស់ដែរលក់នំលក់អីច្រើនណាស់ខ្ញុំទិញមានមីកំប៉ុងមីឆុងមីឆាអត់មានមីឆាមានតែមីកំប៉ុងមីឆុងហ្នឹងឯងហើយមានលក់នំអីរបស់ខ្មែរប្លែកច្រើនណាស់ដូចជាអាស្វាយមានសូកូឡាហ្នឹងក៏ឆ្ងាញ់ដែរហ្នឹងហើយអញ្ចឹងបងប្អូនណាដែលរៀននៅ RUPP AFL ឬក៏ Department CJCC អាចមកញ៉ាំកាហ្វេអង្គុយធ្វើការរៀនហើយជុំគ្នាធ្វើ assignment អីនៅនឹងគាត់តលាយគាត់មានកន្លែងអង្គុយច្រើនហើយមានដល់ជាន់លើទៀតអញ្ចឹងណាគេនៅម្ដុំហ្នឹងឬក៏ចង់កន្លែងអង្គុយតិចអីអាចមកអង្គុយនៅនឹងបានអញ្ចឹងជួយ support អាជីវកម្មខ្មែរយើងដែលតំបើកថ្មីហ្នឹងផងក៏ដូចជាជួយឲ្យនិស្សិតមានការងារធ្វើដែរអញ្ចឹងហាងកាហ្វេហ្នឹងនៅទល់មុខ RUPP ហ្នឹងមកឆ្លងថ្នោតដល់ហើយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងហើយបាយ